នាព្រឹកថ្ងៃប្រហោះ10ពីកើតខែពិសាខឆ្នាំម្សាញ់សប្បុរសពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី8ខែឧសភាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តមកៃរ៉ាឡាសាណាណាហ្គូស្ម៉ៅនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម៉ូឡេស្តេនៅវិមានរដ្ឋាភិបាលទីក្រុងដេលីឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យប្រសិទ្ធភាពបានបញ្ជាក់ថានៅក្នុងជំនួបនេះឯកឧត្តមនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានសម្ដេចតេជោនិងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវក្តីដឹងគុណចំពោះកម្ពុជាដែលបានជ្រោមជ្រែងទីម៉ូឡេស្តេឲ្យក្លាយជាប្រទេសអ្នកសង្កេតការណ៍អាស៊ានឆ្នាំ2022នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននិងការជួយជ្រោមជ្រែងទីម៉ូឡេស្តេដើម្បីអាចមានឱកាសក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីទីម៉ូឡេស្តេចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនិងរាក់ទាក់បំផុតចំពោះសម្ដេចនិងគណៈប្រតិភូសម្ដេចបានរំលឹកថាបដិសណ្ឋារកិច្ចនេះជាបដិសណ្ឋារកិច្ចមួយដែលបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងនៃប្រទេសទាំងពីរសម្ដេចតេជោបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជានិងទីម៉ូឡេស្តេបើទោះបីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនៅមានកម្រិតតិចតួចនៅឡើយប៉ុន្តែទំនាក់ទំនងផ្នែកនយោបាយវិញគឺភាគីទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួតទាំងក្របខ័ណ្ឌនយោបាយអន្តរជាតិជាដើមដែលនេះបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរសម្ដេចតេជោបានរំលេចអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ប្រទេសទាំងពីរផងដែរដែលសម្ដេចតេជោបានបញ្ជាក់ថាទីម៉ូឡេស្តេមានចំណុចខ្លាំងខាងសន្តិសុខធម្មពលប៉ុន្តែខ្សោយខាងស្បៀងចំណែកកម្ពុជាមានចំណុចខ្លាំងខាងសន្តិសុខស្បៀងប៉ុន្តែកម្ពុជាខ្សោយធម្មពលដូច្នេះរដ្ឋាភិបាលនៃប្រទេសទាំងពីរគួរតែពង្រីកនៅកិច្ចសហប្រតិបត្តិការដើម្បីបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកហើយសម្ដេចតេជោបានផ្ដល់ជាគំនិតបន្ថែមថាទីម៉ូឡេស្តេគួរយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារនៅពេលខាងមុខហើយសម្ដេចតេជោសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរអាចជួបគ្នានិងពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនៅប្រទេសម៉ាឡេស៊ីក្រៅពីនោះសម្ដេចតេជោបានកត់សម្គាល់ពីការពង្រីកបន្ថែមនៅវិស័យអប់រំនិងទេសចរណ៍រវាងប្រទេសទាំងពីរសម្ដេចតេជោក៏បានបញ្ជាក់ជូននាយករដ្ឋមន្ត្រីទីម៉ូឡេស្តេថាសម្ដេចបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជាឲ្យបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតទីម៉ូឡេស្តេនាយករដ្ឋមន្ត្រីទីម៉ូឡេស្តេបានបង្ហាញនូវការចាប់អារម្មណ៍ចំពោះគំនិតរបស់សម្ដេចតេជោហើយភាគីទាំងពីរនឹងជជែកពិភាក្សាគ្នានៅពេលខាងមុខនៅក្នុងជំនួបនោះដែរនាយករដ្ឋមន្ត្រីទីម៉ូឡេស្តេបានរំលេចជាថ្មីម្ដងទៀតនៅការអរគុណចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជាជាពិសេសតួអង្គសម្ដេចតេជោឯកឧត្តមនាយករដ្ឋមន្ត្រីបានរំលេចថាក្នុងស្ថានភាពនៃបញ្ហាពិភពលោកស្ថិតក្នុងស្ថានភាពមិនពិតប្រាកដបែបនេះវាកាន់តែមានសារៈសំខាន់ណាស់ដែលទីម៉ូត្រូវតែចូលជាសមាជិកអាស៊ានដូច្នោះឯកឧត្តមសង្ឃឹមជឿជាក់ថានៅពេលខាងមុខទីម៉ូឡេស្តេនឹងអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្រោមការជួយជ្រោមជ្រែងរបស់សម្ដេចតេជោតាំងពីសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រីនៅក្នុងឱកាសនោះដែរសម្ដេចតេជោក៏បានបង្ហាញនៅជំនឿមុតមមថាប្រទេសនៅក្នុងអាស៊ាននឹងទទួលយកទីម៉ូឡេស្តេហើយទីម៉ូឡេស្តេអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានសម្ដេចបញ្ជាក់ថាស្ថានភាពទីម៉ូឡេស្តេនៅពេលបច្ចុប្បន្ននេះគឺស័ក្តិសមនឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិបានហើយកម្ពុជាគឺគាំទ្រយ៉ាងពេញទំហឹងតែម្ដងចំពោះការបញ្ចូលទីម៉ូឡេស្តេជាសមាជិកអាស៊ានពេញសិទ្ធិភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្ដូរគ្នាពីនយោបាយអន្តរជាតិបញ្ហាសង្គ្រាមពាណិជ្ជកម្មនិងបញ្ហាតំបន់បញ្ហាមីយ៉ាន់ម៉ានៅក្នុងជំនួបនេះផងដែរ